ឥឡូវយើងតពីវីដេអូមុនយើងរកលេខទូរស័ព្ទបានហើយយើងវាយលេខមក96 96 57 96 089ហើយយើងចុចពាក្យ continue ដល់កន្លែងនេះយើងរងចាំលេខកូដនៅលើលេខទូរស័ព្ទដែលយើងបញ្ចូលមិញលេខកូដដូចជា6ខ្ទង់ហ្នឹងហើយនេះបានហើយឥឡូវយើងវាយចូល77 99 16ហើយយើងចុច continue ទៀតនៅពេលដែលចុច continue ហ្នឹងហើយវាឲ្យយើង record មុខយើងនេះ record វីដេអូនេះអញ្ចឹងយើងចុចលើវាមកហើយចុចពាក្យ next ទៀត hello ចុចទៅនេះឥឡូវហ្នឹងហើយវាចាញ់ចេះហើយយើង record មុខយើងមកវាព្រួញតាណាយើងងាកតាមវាអញ្ចឹងណាងាកតើតាវាឈប់ឲ្យយើងងាកនេះដល់កន្លែងហ្នឹងយើងចុចពាក្យ submit វីដេអូយើងហ្នឹងហើយរងចាំវាបន្តិចទៅហ្នឹងហើយដល់កន្លែងហ្នឹងវាអស់ហើយលែងធ្វើអីទៀតហើយអញ្ចឹងចាំរយៈពេល1ថ្ងៃឧទាហរណ៍ថាយើងបង្កើតថ្ងៃហ្នឹងអញ្ចឹងចាំប្រហែលជាស្អែកមកហ្នឹងឬក៏អាចលើសពីស្មោះហ្នឹងវិញទៅបានអាចយើងចូល account ហ្នឹងបានហើយនៅពេលដែលយើងចូលយើងត្រូវដូរព័ត៌មានវាអស់ដល់លេខទូរស័ព្ទហ្នឹងលេខទូរស័ព្ទយើងដាក់មិញគឺលុបចោលហើយអា email ដែលយើង generate ពីអាជ្រាំនេះអាហ្នឹងក៏ត្រូវតែដូរដែរអញ្ចឹងមុននឹងពេលដែលយើងដូរយើងត្រូវបង្កើត email ផ្សេងមួយសិនដើម្បីដូរវាដូចជាដូរក្នុង setting ដូច Facebook យើងធម្មតាដែរទេនិយាយទៅដូចគ្នាទាំងអស់គាត់ថាយើងបង្កើតអានេះយើងបង្កើតលើ IP អាមេរិកវារៀងពិបាកសាំញ៉ាំតិចអីអញ្ចឹងយើងចង់បាន account Facebook ច្រើនយើងបង្កើតចឹងដែរមកអត់អីទេមួយថ្ងៃពីរមកបង្កើតវាមកប៉ុន្តែបង្កើតវាគឺមិនមែនបង្កើតលើ app ចឹងទេគេបង្កើតលើ Opera នេះហ្នឹងហើយវីដេអូហ្នឹងមានតែប៉ុណ្្នឹងឯងចាំមើលមានវីដេអូក្រោយៗទៀតចាំប្រាប់ទៀត